បងប្អូននៅថ្ងៃទី7ធ្នូឆ្នាំ2023ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាយោធាថៃបានបាញ់កំភ្លើងយន្ត B40 និងត្បាល់ចំនួន2លើកចូលមកស្រុកជួងខ្សានខេត្តពើវិហារអ្វីដែលគួរឲ្យកត់សរសើរនោះគឺកងកម្លាំងកម្ពុជាមិនបានបាញ់តបតសូម្បីតែមួយគ្រាប់ដើម្បីរក្សាសន្តិភាពនិងបានរាយការណ៍ទៅអ្នកសង្កេតការណ៍អាស៊ានភ្លាមក្រសួងក៏បានឆ្លងចោលទាំងស្រុងនៅព័ត៌មានคล้ายៗដែលថាកម្ពុជាកំពុងចល័តរថក្រក់ទៅព្រំដែនផ្ទុយទៅវិញភាគីថៃបានចោទប្រកាន់ថាកម្ពុជាបាញ់មុននៅតំបន់ភូផាឡេធ្វើឲ្យទាហានថៃ2នាក់របូតនិងបង្កឲ្យមានការជំលៀសប្រជាជននៅខេត្តជាប់ព្រំដែនព្រមទាំងប្រកាសដាក់កងទ័ពក្នុងស្ថានភាពប្រងជើងការបើយ៉ាងវិភាគឲ្យស៊ីជម្រៅរឿងនេះពិតជាគួរឲ្យសំណើចបងប្អូនដែលតាមដានស្ថានភាពពិតជាដឹងថានេះអាចជាល្បិចដដែលរបស់ថៃមួយរយៈចុងក្រោយនេះថៃកំពុងរងសម្ពាធយ៉ាងខ្លាំងរាប់តាំងពីគ្រោះទឹកធ្នន់រហូតដល់ការរៀបចំស៊ីហ្គេមដែលបរាជ័យនិងរងការរិះគន់យ៉ាងចាស់ដៃទាំងក្នុងនិងក្រៅប្រទេសថាធ្វើដោយក្មេងលេងបៃលុកបៃឡដូច្នេះការបង្កើតរឿងនៅព្រំដែននេះអាចគ្រាន់តែជាការបង្វែរការតាមដានដើម្បីឲ្យពលរដ្ឋខ្លួននៅអន្តរជាតិភ្លេចពីរឿងអាម៉ាស់នៃការរៀបចំស៊ីហ្គេមហើយងាកមកខាងសម្បានឹងកម្ពុជាជំនួសវិញដោយយកលេសថារវល់ធ្វើសង្គ្រាមជាពិសេសជំនឿប្រជាជនចេញពីផ្ទះសម្បែងវាប្រៀបដូចជាសត្វខ្លាខ្លាយសត្វឆ្មាញ់ចិញ្ចឹមតើពួកគេធ្វើបែបនឹងមិនខ្លាយប្រជាជនហត់នឿយទេឬពួកគាត់ទើបទៅជួបគ្រោះទឹកធ្នន់ហើយឥឡូវមកឲ្យពួកគាត់រត់ចុះរត់ឡើងខ្ញុំគិតថាបើពួកគេយកពេលវេលានឹងទៅជួយប្រជាជនពីគ្រោះទឹកធ្នន់និងស៊ីហ្គេមទៅវាមិនល្អប្រសើរជាងទេអីមិនបាច់នាំប្រជាជនជំនះចុះឡើងទេកម្ពុជាមិនមែនជាសត្វខ្លាទេកម្ពុជាសត្វឆ្មាតាផតតាំងជាស្ដែងដែលមិនអាចប្រកែកបានកម្ពុជាប្រទេសតូចស្រឡាញ់សន្តិភាពនិងកំពុងខិតខំអភិវឌ្ឍតើយើងចង់បង្ករឿងដើម្បីអ្វីជាស្ដែងនៅថ្ងៃទី7នោះដដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិដែលមានមនុស្សចូលរួមជាង160,000នាក់ទាំងភ្ញៀវអន្តរជាតិនិងភ្ញៀវជាតិតើប្រទេសដែលមានគម្រោងទ្វីសង្គ្រាមឯណាទៅរៀបចំកម្មវិធីកីឡាដ៏សប្បាយរីករាយបែបនេះដើម្បីឲ្យភ្ញៀវបរទេសពួកគាត់មានភាពភ័យខ្លាចនោះទេជារួមកម្ពុជានៅតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់និងដោះស្រាយដោយសន្តិភាពទោះបីជាមានការបង្កហេតុពីខាងក្រៅយ៉ាងណាក៏ដោយមួយវិញទៀតបងប្អូនយើងទាំងអស់គ្នានឹងលំមុំឈប់បានហើយឬនៅអាសើចំអហ្វហ្គេហ្នឹងពួកយើងសប្បាយរអជាមួយនឹងភាពរងទុក្ខរបស់គេបើថាពួកយើងស្អប់គេណាពួកយើងគុំទៅរវល់ជាមួយគេអីចង់គេស្លាប់រស់យើងគុំទៅឈូសឆាយរឿងគេឬមួយដែលយើងត្រូវធ្វើនោះគឺប្រឹងប្រែងសិក្សារៀនសូត្រប្រឹងប្រែងធ្វើការដើម្បីអភិវឌ្ឍប្រទេសជាតិបើបងប្អូននៅតែធ្វើបែបនេះតើយើងរត់នៅបានសុខទេបើបងប្អូននៅតែឌឺដងឲ្យគេបែបនេះតែគេខឹងគេវាយើងហើយវាមិនខុសនឹងសង្គមយើងជាស្ដែងទេតែឌឺគឺគេវាហើយតែគេវាកុំស្រែកឲ្យបរទេសគេជួយព្រោះតែសប្តាហ៍នេះប្រទេសនីមួយៗគឺមានរឿងដែលត្រូវដោះស្រាយរៀងៗខ្លួនអញ្ចឹងល្មមគិតល្មមកាយខ្លួនគ្លីមិនដឹងថាត្រូវនិយាយប៉ុណ្ណាដងទៀត